សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ vlog ថ្មីរបស់ខ្ញុំហើយឥឡូវនេះគឺខ្ញុំកំពុងតែឈរនៅលើកោះឆាងស៊ីងទីក្រុងសៀងហៃនៅព្រឹកនេះដែរសាលាបាននាំសិក្ខាកាមមកមើលកន្លែងគេដំឡើងក្រែនរបស់ក្រុមហ៊ុន Shanghai Zhenhua Heavy Industry សៀងហៃ Zhenhua Heavy Industry ឬក៏យើងហៅកាត់ថា ZPMC នេះគឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតគ្រឿងចក្រកំពុងផែដំណោះស្រាយស្ថានីយ៍ស្វ័យប្រវត្តិការដឹកជញ្ជូនឧបករណ៍ធុនធ្ងន់និងការផលិតរចនាសម្ព័ន្ធដែកខ្នាតធំក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1992ហើយមានទីស្នាក់ការកណ្ដាលនៅទីក្រុងសៀងហៃបងប្អូនទាំងអស់គ្នាក្រែនដែលគេដំឡើងហើយនិងកំពុងតែដំឡើងនេះគឺពិតជាធំមែនទែនខ្ញុំមើលឡើងងើយកវាជាលើកទី1ហើយដែលខ្ញុំបានឃើញក្រែនធំៗបែបនេះខ្ញុំធ្លាប់ឃើញតែក្រែនដូចទូយ៉ាងនេះដែលគេដាក់សម្រាប់សាងសង់អគារផ្សេងៗបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតចេញពីអគារជាន់ទី29ដែរបន្ទាប់ពីខ្ញុំបានចាក់ចេញពីក្រុមហ៊ុន ZPMC ឥឡូវនេះគឺខ្ញុំកំពុងតែឈរនៅមុខអគារខ្ពស់ៗចំនួន3ហើយអគារដែលខ្ញុំដាក់សញ្ញាព្រួញនៅពីលើនេះគឺជាអគារដែលខ្ពស់ជាងគេបំផុតនៅប្រទេសចិនឥឡូវនេះគឺខ្ញុំនៅក្នុងអគារ Shanghai Tower ហើយកំពុងតែដើរទៅចន្ទារយន្តមុនពេលយើងអាចឡើងទៅជាន់លើបានគឺគេតម្រូវឲ្យយើងមានការ scan ត្រួតពិនិត្យអីវ៉ាន់ហើយនឹងត្រួតពិនិត្យខ្លួនយើងថាតើមានរបស់ដែលគេហាមឃាត់ដែរឬទេដើម្បីឡើងទៅជាន់លើបានបងប្អូនទាំងអស់គ្នាត្រូវទិញសំបុត្រអញ្ចឹងវាមិនមែន free ទេបងប្អូនទាំងអស់គ្នាឥឡូវគឺខ្ញុំបានមកដល់ជាន់ទី118ហើយឥឡូវនេះគឺខ្ញុំនឹងថតបង្ហាញបងប្អូនទាំងអស់គ្នាពីទេសភាពដែលមើលពីជាន់ទី118ទៅបើយើងគិតពីដីរហូតមកដល់ចំណុចដែលខ្ញុំឈរគឺជាន់ទី118នេះគឺមានកម្ពស់540ម៉ែត្រជាងអគារ Shanghai Tower គឺជាអគារដែលខ្ពស់ជាងគេបំផុតនៅប្រទេសចិនហើយវាគឺជាអគារខ្ពស់ជាងគេបំផុតលំដាប់ថ្នាក់ទី3នៅលើពិភពលោកវាមានកម្ពស់ប្រហែលជា632ម៉ែត្រហើយមាន128ជាន់នៅជាន់ក្រោមដី5ជាន់ទៀតហើយវាចាប់ផ្ដើមកសាងនៅឆ្នាំ2008និងបញ្ចប់ឆ្នាំកសាងឆ្នាំ2015ហើយបើកដំណើរការនៅឆ្នាំ2016នៅជាន់ខាងលើនេះគឺមានលក់វត្ថុអនុស្សាវរីយ៍លក់ភេសជ្ជៈមានកន្លែងប្រឌិតថតហើយនិងមានកែវឆ្លោះសម្រាប់ឆ្លោះមើលទេសភាពទីក្រុងប៉ុន្តែយើងត្រូវ scan បង់លុយឥឡូវនេះគឺខ្ញុំកំពុងតែដើរទៅចន្ទារយន្តដើម្បីចុះទៅជាន់ក្រោមវិញបើយើងក្រឡេកមើលលើអេក្រង់ឥឡូវនេះគឺយើងកំពុងតែនៅកម្ពស់546ម៉ែត្រហើយយើងត្រូវចាយពេលវេលាប្រហែលជា70វិនាទីដើម្បីទៅដល់ជាន់ក្រោមដីដែលមានជម្រៅ13ម៉ែត្រនៅជាន់ក្រោមនេះគឺមានលក់របស់ក្មេងលេមានលក់វត្ថុអនុស្សាវរីយ៍មានលក់កៅអៅហើយនឹងបងប្អូនទាំងគ្នានឹងហៅថ្មឬក៏គុជបងប្អូនទាំងគ្នាខ្ញុំអត់ស្គាល់ទេហើយនឹងមានលក់អីវ៉ាន់ផ្សេងៗទៀតជាច្រើនបងប្អូនទាំងគ្នាក្រោយពីឡើងទៅអាគារកម្ពស់118ជាន់ទីក្រុងសៀងហៃអាគារខ្ពស់លេខ3ទូទាំងពិភពលោកហើយនឹងខ្ពស់ជាងគេនៅប្រទេសចិនបាទយេកាកាលោកយកទៅ什么យកទៅគេយកឡាបណ្ឌិតលោកចត្រាលោកញោទ្រូញោទ្រូបងប្អូនទាំងគ្នានេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវនៃទីក្រុងសៀងហៃនៅពេលថ្ងៃហើយវីដេអូរបស់ខ្ញុំក៏ចប់ត្រឹមតែប៉ុណ្ណេះខ្ញុំសូមអរគុណបងប្អូនទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំពិតជាសូមទោសទុកជាមុនបើសិនជាខ្ញុំនិយាយទៅមានកំហុសខុសឆ្គងត្រង់ណាមួយដោយចេតនាហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ